នៅពេលចូលឆ្នាំខ្មែរនេះជនជាតិខ្មែរភាគច្រើននិមន្តព្រះសង្ឃមកផ្ទះដើម្បីធ្វើពិធីបុណ្យទទួលជោគរាសីដើម្បីឲ្យក្រុមគ្រួសារឬក៏ផ្ទះសម្បែងបានសុខសប្បាយวันนี้គឺដើម្បីម្នាក់ប្រជាជនសុំសន្តិភាពសុំសុខសប្បាយសុំមានកុំឲ្យមានគ្រោះថ្នាក់ហើយក៏សុំឲ្យអ្នកទាំងអស់គ្នាសុខសប្បាយទាំងអស់គ្នានៅលើពិភពលោកបញ្ញសតសហសានិនមេមិសរសាអហង្ទេសង្ឃមញ្ញសង្ឃញ្ញអតរេនិនមេមិហញ្ញមកា